ខាងបងតន្ត្រីខឹងជាមួយនឹងម្ចាស់កម្មវិធីដែលដាក់មកហូបថ្ងៃត្រង់ហើយយកមកឲ្យគាត់ហូបនៅពេលល្ងាចហើយគាត់ផលលក្ខណៈបែបពីឌឺដងម្ចាស់កម្មវិធីអញ្ចឹងណាហើយគាត់ប្រើពាក្យស៊ីទៀតខ្ញុំចេញមកនិយាយនេះគឺដោយសារតាករណីហ្នឹងមិនមែនទៅលើតែមួយហ្នឹងទេដូចជាមានកូនកំមុំផ្សេងៗដែលគាត់សួរខ្ញុំច្រើនគាត់ថាបងមកហូបត្រូវឲ្យខាងតន្ត្រីត្រូវឲ្យខាងវិជាការពីឬមួយក៏ត្រូវឲ្យខាងពិធីការខាងមុខនោះអីដែរអត់ខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំធ្លាប់រៀបចំកម្មវិធីអីគឺសន្តានចិត្តទឹកចិត្តរបស់យើងតែអ្វីដែលខ្ញុំឃើញបងប្រផុសនេះរៀងលើបន្តិចរឿងលើត្រង់ថាគាត់ប្រើពាក្យស៊ីនៅក្នុងហ្នឹងអញ្ចឹងណាព្រោះដោយសារតែខ្ញុំគិតថាអញ្ចឹងពេលដែលយើងទៅដល់សេវាកម្មអីឲ្យគេមានកញ្ចប់ឲ្យយើងរួចរាល់ហើយឧទាហរណ៍ថាកញ្ចប់ឧទាហរណ៍កញ្ចប់ពិធីការចន្លោះ500ទៅ1500កញ្ចប់ដេក័រចន្លោះ500ដល់$5000ឬមួយក៏កញ្ចប់ខាងក្រុមតន្ត្រីអកដងម៉ានអកេសម៉ានអញ្ចឹង full band ម៉ានមានតារាមានអីចឹងទៀតណាឃើញមានកូនកំងខ្លះដល់ថ្នាក់សួរខ្ញុំថាបងគាត់សុំខ្ញុំពីតុកខ្ញុំគួរតែឲ្យគាត់អត់ជាទូទៅខ្ញុំមិនដែលនិយាយបដិសេធថាមិនបាច់ឲ្យកុំឲ្យតាមមកតុកបានទេគ្រាន់តែចែកគ្នាទៅអត់ទេអាហ្នឹងអាស្រ័យទៅលើសម្ដានចិត្តរបស់កូនកំងដែលគាត់ថានឹងឲ្យគាត់អត់ទេតែជាទូទៅខ្ញុំចង់និយាយថានេះគឺជាទឹកចិត្តរបស់ម្ចាស់កម្មវិធីទោះបីជាគាត់អត់ឲ្យយើងក៏យើងអត់ដឹងថាធ្វើមិនដែរចឹងទេខ្ញុំចង់ឲ្យអនាគតកូនកំងឬមកក៏កូនកំងទើបរៀបចំកម្មវិធីហើយអាចអាប់ដេតប្រាប់ខ្ញុំវិញថាតើកូនកំងបានឲ្យអត់ឬមួយក៏អត់បានឲ្យឬក៏ប្រើម្ហូបប្រភេទណាពេលខ្ញុំឃើញគាត់ផុសអញ្ចឹងហើយខ្ញុំគិតថាប្រហែលជាម្ហូបដែលកូនកំងពីថ្ងៃត្រង់ហ្នឹងឯងឧទាហរណ៍គាត់កំងរៀង over extra ច្រើនទៅចឹងអាចនឹងសល់ប្រហែលជាខ្ទង់មិនតុកទៅទុកសម្រាប់ពេលល្ងាចឲ្យទៅខាងអ្នកការពារឬមួយក៏ខាងក្រុមតន្ត្រីហូបអញ្ចឹងទៅជាធម្មតាម្ហូបពេលល្ងាចអាចចន្លោះពី100ជាងទៅដល់200ជាងអធិស្ឋានទៅលើកូនកំងគាត់ស្រឡាញ់ម្ហូបហើយអាចនិយាយថានឹងគឺជាទម្លាប់បាត់ហើយព្រោះនៅពេលដែលយើងជួបក្រុមតន្ត្រីមកគឺត្រូវឲ្យគាត់មកតុកឬមួយក៏យើងត្រូវឲ្យក្រុមផ្សេងឬក៏ក្រុមណាផ្សេងមកតុកដែរអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំទេសម្រាប់គំនិតខ្ញុំទេបើសិនជាម្ចាស់កម្មវិធីឲ្យហើយនឹងគឺជាទឹកចិត្តរបស់គេតែបើសិនជាគាត់អត់ឲ្យនឹងជារឿងអីផ្សេងអញ្ចឹងមានតែមេធីមអបបានទៅទិញអីយកមកឲ្យខាងក្រុមការងារហូបដូចជាខ្ញុំឃើញក្រុមសវិសមួយចំនួនដែលគាត់អញ្ជើញមកដល់សភាកម្មដូចជាចាប់បកចាប់អីហ្នឹងគឺខ្ញុំឃើញគាត់មានបាយខ្លួនឯងសូម្បីតែបងខ្លួនខ្លះគឺគាត់អត់ហូបហ្មងបាយថ្ងៃត្រង់គឺគាត់អត់ហូបហ្មងនេះគ្រាន់តែជាអ្វីដែលខ្ញុំបានមើលឃើញណាហើយបើខាងនេះគាត់គឺកម្រហ្មងគឺអត់ហ្មងទោះបីជាម្ចាស់កម្មវិធីហើយក៏គាត់មិនដែរព្រោះអញនិយាយថាជាទម្លាប់បាត់ហើយតែក្រុមបានត្រូវតែឲ្យគេព្រោះអីគឺគេត្រូវតែហូបមុនទៀតដើម្បីអីព្រោះនៅពេលដែលមកទទួលវាគឺគាត់នឹងឯងđangប្រគំតន្ត្រីđangច្រៀងឡើងអីចឹងទៅតែបើសិនជានិយាយមួយទៀតគឺយកថតម្ហូបយកមកផុសនៅក្នុងបណ្ដាញសង្គមគឺជារឿងដែរបាក់ទទួលយកតិចបើសិនជាខ្ញុំជាម្ចាស់កម្មវិធីអញ្ចឹងណាព្រោះនឹងគឺជាទឹកចិត្តឯងលុះតែម្ហូបនឹងប្អូនឬក៏ម្ហូបនឹងខ្ញុំអត់កើតឬក៏អីចឹងទៅតែខ្ញុំនិយាយនេះខ្ញុំសុំនៅកណ្ដាលបានន័យថាម្ចាស់កម្មវិធីបើសិនជាអាចរៀបចំអ្វីមួយសំរុំសម្រាប់ក្រុមការងារទៅតែបើសិនជាលទ្ធភាពមានធម្មតាយើងរៀបប៉ុណ្ណឹងទៅព្រោះនៅពេលដែលចប់កម្មវិធីកាលណាគាត់ចាយលើមិនខាងពួកយើងទៅជួយចេញគាត់ទេគឺគាត់នឹងអីនេះសវ័យសបាប្រម៉ូលុយប្រម៉ូអីទៅបងខាងចុងភៅខាងវិគាត់ខាងអីផ្សេងហើយបើចំពោះអ្នកផ្ដល់សេវាកម្មយ៉ាខ្ញុំតែខ្ញុំទៅឃើញដែរនៅពេលដែលបងផុសអញ្ចឹងព្រោះហត់ដងអត់ដែលឃើញមានករណីអញ្ចឹងទេធ្លាប់តែលើកូនកំមុំសួរថាគួរតើឲ្យគាត់មកតុកឬក៏ពីតុក3តុកអញ្ចឹងណាខ្ញុំតែងតែប្រាប់ថានឹងគឺជាទឹកចិត្តទេព្រោះអីយើងអាចទៅវាម្លាយថាត្រូវតែឲ្យគាត់ប៉ុណ្ណេះទេហ្នឹងគឺជា idea របស់ខ្ញុំតែបើសិនជាកូនកំមុំមាន idea ផ្សេងអីខ្ញុំអត់ដឹងដែរតែខ្ញុំចង់និយាយថាគេឲ្យភាសាជាងគេអត់ឲ្យហើយបើសិនជាឲ្យដោយសមរម្យក៏យើងទទួលយកបានតែឲ្យដោយចំណុចមួយដោយមិនសមរម្យយើងក៏ស្ងាត់ទៅយើងមិនចាំទៅថតផុសអីអញ្ចឹងទេថតផុសអញ្ចឹងអាចនិយាយថាគឺជារឿងដែលខុសឆ្គងសិលធម៌មួយតែបើផុសចំឈ្មោះចំរបស់គេហ្មងណាឬមួយក៏ដាក់ឈ្មោះគេចុចអញ្ចឹងហ្នឹងគឺជារឿងខុសឆ្គងខ្លាំងហ្មងគេអាចចាប់កំហុសចាប់ទោសអីអញ្ចឹងយើងបានប៉ុន្តែខ្ញុំគិតថាគួរតែកុំអីកំហុសអីមានតែប៉ុណ្្នឹងមានកញ្ចប់សម្រាប់បងខ្លួនឯងយ៉ាអរគុណ